ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចេញវីដេអូចង់បង្ហាញពីបន្ទប់មេគ្រួសារនៃប្រភេទម៉ូតែល Grand Villa ហើយខ្ញុំជឿថាបងដែលគាត់ស្រឡាញ់ការរស់នៅបែបឯកជនភាពបែបបណ្ឌិតទាន់សម័យគឺមើលវីដេអូមួយនេះដឹងតែពេញចិត្តតែម្ដងដោយសារបន្ទប់មេគ្រួសាររបស់ផ្ទះ Grand Villa នេះគឺមានពហុមុខងារច្រើនខ្លាំងមែនតើតោះឥឡូវនេះយើងនឹងធ្វើការ live តបជូនដល់បងតែម្ដងពីបន្ទប់មេគ្រួសារឥឡូវនេះយើងឡើងទៅជាន់ទី1ទទួលស្នាទាំងអស់គ្នាបងចង់ដឹងថាតើការរៀបចំហើយជាមួយនឹង concept ថ្មីនេះស្អាតបែបណាតោះឥឡូវនេះយើងឡើងទៅជាន់ទី1ទាំងអស់គ្នាទទួលស្នាតើបងមុននឹងឡើងទៅទស្សនាជាន់ទី1នៃបន្ទប់មេគ្រួសារបងមើលផ្នែកខាងក្រោមគឺស្អាតខ្លាំងមែនតើនេះបងយើងឡើងដល់ជាន់ទី1គឺមាន2បន្ទប់គេងតែថ្ងៃនេះខ្ញុំសុំមកបង្ហាញតែបន្ទប់មេគ្រួសារទេវ៉ាវស្អាតខ្លាំងមែនតើពេលចូលម្ដងយើងឃើញមានទូដាក់សម្លៀកបំពាក់ក៏ដូចជាកន្លែងតុ make up ហើយជាមួយនឹងបន្ទប់ទឹកដាច់ដោយឡែកតែម្ដងបងនិយាយទៅមើលមកគឺមានផាសុខភាពខ្លាំងមែនតើសម្រាប់មេគ្រួសារចូលមកខាងនេះវិញគឺជាកន្លែងបន្ទប់គេងចាគឺយើងមានរៀបចំជាកន្លែងខែគេងសម្រាប់អាចឲ្យបងគាត់គេងបដា relax មើល TV បដាហើយសំខាន់ទៀតនេះបងយើងមាន space រៀបចំបានជាកន្លែងតុធ្វើការមួយទៀតណាបងគឺ relax ខ្លាំងមែនតើធ្វើការបដាអាចបើកវាំងននមកនេះនៅខាងមុខនេះគឺវេរ៉ាន់ដាធំទូលាយខ្លាំងមែនតើអញ្ចឹងបងដែលគាត់ចាប់អារម្មណ៍អាចធ្វើការណាត់ដើម្បីចេញមកទីតាំងដែលផ្ទាល់បានណាបងសម្រាប់ទីតាំងគម្រោងខាងបងគឺស្ថិតនៅលើបណ្ដោយផ្លូវ50 ម៉ែត្រចិត្តពលានយន្តហោះថ្មីសាអ៊ីអន3ចានឹងផ្លូវ60 ម៉ែត្រអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងកុំភ្លេចធ្វើការឆាតចូលពេកទាំងអស់គ្នាសូមអរគុណ